សិនជាឆេះវាមានបញ្ហាយកទៅកែបិទក៏បានតាក់ទងរបស់នេះគឺមានបច្ចេកនៅខាងចុងយើងមើលបច្ចេកខាងចុងហើយកែដុតទៅកំទាញណាកំទាញកំឆេះខាងលើបើសិនជាទាញទៅឡាយយកបូតមកយើងដុតអត់ឆេះបើឆេះយើងយកធូបយកអីអុចវាទៅក៏វាឆេះដែរអញ្ចឹងណាបាទហើយប្រភេទនេះគឺយើងប្រើមានទូពីតង់ទី1ទូទៅឆេះទៅលើហើយតមកចុងក្រោយវាមានរះព្រាកចំណែករបស់វាគឺរាង2ម៉ែត្រជាងដែរ2ម៉ែត្រជាង3ម៉ែត្រតែយើងត្រៀម2ទៅ3ម៉ែត្រ4ម៉ែត្រក៏ល្អយើងដុតទីឃ្លាវាលអញ្ចឹងណាកុំដុតនៅក្នុងផ្ទះឬក៏ទីកន្លែងឆាបឆេះប្រភេទនេះណាបាទគឺយើងដុតដូចវាលអីចឹងទៅបានប្រភេទនេះគឺយើងដុតលក្ខណៈដូចនៅទីវាសម្រាប់យើងតុបតែងកម្មវិធីអ្វីមួយដែលវានៅវាអត់នៅក្នុងផ្ទះវាអត់នៅក្នុងកន្លែងឆាបឆេះអញ្ចឹងណាហើយក្នុងការរៀបចំយើងទុកកន្លែងវាចាប់ពី2ម៉ែត្រទៅ3ម៉ែត្រអញ្ចឹងណាបាទ3 4ម៉ែត្រ5ម៉ែត្រហ្នឹងគឺយើងដកឃ្លាបែបហ្នឹងទៅយើងស្មានកន្លែងដុតកន្លែងលេងហ្នឹងទៅតង់ប្រហែលនឹងដូចមើលរូបភាពទៅយល់